ទីបំផុតការរងចាំរបស់យើងគឺបានមកដល់ហើយ Hansen Flawless គឺតម្លាក់នៅក្នុង server global ហើយឲ្យយើងចាប់ហើយ10ត្រដំបូងនិង10ត្រលើកទី2ហ្នឹងគឺសិតតែបានសបុតនឹងទាំងពីរអញ្ចឹងទៅមើលការចាប់ skin របស់ខ្ញុំតើ10ត្រទាំងពីរហ្នឹងខ្ញុំទទួលបានអីគេ10ត្រទី1ខ្ញុំបាន emote 10ត្រទី2ខ្ញុំបាន trail effect ហ្នឹងហើយវីដេអូហ្នឹងខ្ញុំដាក់ speed up រៀងលឿនបន្តិចដោយសារតែវារៀងវែងដែរហើយសបុតទី1សបុតទី2គឺមានអារម្មណ៍ថាយើងទទួលបានលឿនមែនតើហ្មងតែសម្រាប់សបុតទី3និងសបុតទី4ទី5ហ្នឹងគឺយូរហើយចាយអស់ច្រើនមែនតើបើសិនជាយើងគ្រាន់តែចង់បាន item ដូចជា trail effect ឬក៏ emote ឬក៏ recall ទេខ្ញុំ recommend ឲ្យ draw ព្រោះអស់តិចទេត្រឹមតែ1000 token អីបានហើយប៉ុន្តែបើសិនជាយើងចង់បាន skin មិនខំ4000 token ទេហ្នឹងហើយវីដេអូរបស់ខ្ញុំ speed up ដើម្បីឲ្យវាឆាប់ចប់ចឹងណាហើយខ្ញុំអត់ម្លងទេអ្នកនរគ្នាអាចមើលបានថាតើខ្ញុំចាប់ skin ហ្នឹងអស់ប៉ុន្មាន token ចឹងណាឥឡូវចូល skin ហើយសម្រាប់ Hansen ហ្នឹងខ្ញុំអត់ចេះលេងទេប៉ុន្តែខ្ញុំយកមកទុកក្នុង collection system ចឹងណាព្រោះប្រភេទ Flawless គឺអត់ចង់ទុកចោលទេគឺចង់ collect យកទាំងអស់សម្រាប់ប្រភេទ Jungle ហើយ Classland អីហ្នឹងគឺខ្ញុំអត់សូវចេះលេងខ្ញុំចេះលេងតែ mid ហើយនិង support ទេហ្នឹងហើយសម្រាប់អ្នកដែលត្រូវការដៃ support អាច comment ប្រាប់ខ្ញុំបានណាខ្ញុំអាចទៅ support បាននិយាយទៅខ្ញុំត្រូវការតែដៃ Goland Jungle Classland ណាលេងខ្លាំងអីហ្នឹងអាចហៅខ្ញុំបានហ្នឹងហើយឥឡូវហ្នឹងចូលទៅក្នុង profile ដើម្បីដាក់ skin ហ្នឹងនៅក្នុង display របស់យើងហើយរបស់ខ្ញុំទំ nobility level 8ឯងចង់ឲ្យ nobility របស់ខ្ញុំហ្នឹង level 9ឆាប់ហ្នឹងអូខេហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងមួយទៀតនៅ 3D portrait ផ្លេចបង្ហាញអ្នកទាំងអស់គ្នាហ្នឹងហើយសម្រាប់ 3D portrait ឬក៏ portrait ធម្មតាបើអ្នកទាំងអស់គ្នាស្រឡាញ់មួយណាដាក់មួយហ្នឹងស្អាតដូចគ្នាឯង